เรียบซัวខ្ញុំបាទឈ្មោះសិន Grandy ជាមន្ត្រីមកពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វលោកអ្នកកំពុងសិក្សាមេរៀនទី3វគ្គបណ្ដុះបណ្ដាលស្ដីពីសមភាព Gender ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដោយសហការជាមួយភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ មេរៀននេះបានរៀបចំឡើងដោយជួយស្វែងយល់អំពីជីវៈចម្រុះតាក់ទងទៅនឹងការងាររបស់អស់លោកអ្នកវានឹងជួយអស់លោកអ្នកឲ្យយល់ដឹងអំពីសមភាព Gender វាល្អសម្រាប់បុរសនិងស្ត្រីហេតុអ្វីបានជាបម្រែបម្រួល Gender មានសារៈសំខាន់សម្រាប់ការងារអស់លោកអ្នកថ្ងៃនេះយើងនឹងនិយាយអំពីអំពើហិង្សានិងទំនាក់ទំនង Gender តើអំពើហិង្សាទំនាក់ទំនងនឹង Gender យើងនិយាយអំពីអ្វីហើយអ្វីដែលលោកអ្នកអាចធ្វើបានប្រសិនបើលោកអ្នកបានជួបប្រទះហើយឃើញអំពើហិង្សាបែបនេះមានកិច្ចខំប្រឹងប្រែងដ៏ល្អជាច្រើនត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយអំពើហិង្សាលើស្ត្រីទោះជាយ៉ាងណាក៏ដោយបុរសមិនទទួលស្គាល់ថាស្ត្រីមានសិទ្ធិរួចផុតពីអំពើហិង្សាគ្រប់ទម្រង់នោះទេហើយក្នុងករណីនេះស្ត្រីច្រើនណាស់ដែលគ្មានទំនុកចិត្តក្នុងការក្រោកឈរដើម្បីអនុវត្តសិទ្ធិរបស់ពួកគាត់យើងមិនបានយល់ថាវាជាសិទ្ធិរបស់ពួកគាត់ក្នុងការរួចផុតពីអំពើហិង្សាអំពើហិង្សាតាក់ទងនឹង Gender ត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងវិសមភាពការរំលោភអំណាចនិងបទដ្ឋានវប្បធម៌ប្រកបដោយគ្រោះថ្នាក់ដោយរួមមានការរំលោភបំពានក្នុងក្រុមគ្រួសារនិងការរំលោភបំពានផ្លូវភេទភាពធ្ងន់ធ្ងរនៃអំពើហិង្សាលើស្ត្រីជារឿយៗមិនត្រូវបានគេទទួលស្គាល់ទេផ្ទុយទៅវិញគេជឿថាបុរសមិនទទួលខុសត្រូវចំពោះទង្វើរបស់ពួកគាត់រីឯស្ត្រីមានទោសចំពោះហិង្សាដែលប្រព្រឹត្តមកលើពួកគាត់ហើយត្រូវបានទម្លាក់កំហុសនោះដោយសារពួកគាត់បានទទួលរងនៃវប្បធម៌អនុញ្ញាតឲ្យមានអំពើហិង្សានិងការបៀតបៀនផ្លូវភេទជាញឹកញយជនល្មើសប្រឈមមុខនឹងការផ្ដន់ទាទោសតិចតួចសម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគាត់អំពើហិង្សាលើស្ត្រីត្រូវបានគេគិតថាជារឿងស្រាលក្នុងករណីមានការរំលោភផ្លូវភេទក្រុមគ្រួសារតែងតែយកចិត្តទុកដាក់ខ្លាំងទៅលើការបាត់បង់ព្រហ្មចារីយ៍របស់ជនរងគ្រោះនិងការប៉ះពាល់កេរ្តិ៍ឈ្មោះគ្រួសារជាជាងការផ្ដោតទៅលើអំពើហិង្សាលើជនល្មើសនិងការឈឺចាប់របស់ជនរងគ្រោះជាលទ្ធផលជនរងគ្រោះជាច្រើនត្រូវបានគេរារាំងការរាយការណ៍អំពីអំពើហិង្សាហើយត្រូវបានគេទុកឲ្យនៅស្ងៀមក្របខ័ណ្ឌគោលនយោបាយជាតិរួមទាំងផែនការសកម្មភាពជាតិដើម្បីឆ្លើយតបគ្រប់ទម្រង់នៃអំពើហិង្សាលើស្ត្រីនិងកុមារដើម្បីលើកកម្ពស់សេវាពហុវិស័យនៅថ្នាក់ខេត្តត្រូវបានបង្កើនឡើងនិងអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីនេះទោះជាយ៉ាងណាក៏ដោយជារឿយៗអាជ្ញាធរមើលរំលងអំពីអំពើហិង្សាក្នុងគ្រួសារនិង Gender ដែលបញ្ជាក់ថាវាជារឿងឯកជនដែលគួរទុកសម្រាប់គូស្នេហ៍ទាំងសងខាងជាអ្នកដោះស្រាយកង្វះការយល់ដឹងអំពីការរំលោភសេពសន្តិវៈនិងការមិនអនុវត្តច្បាប់ជាប់លាប់ក៏ធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងក្នុងករណីដែលជនរងគ្រោះសម្រេចចិត្តចាត់វិធានការព្រហ្មទណ្ឌលើជនល្មើសពួកគាត់ទំនងជាប្រឈមមុខនឹងអាកប្បកិរិយារើសអើងដោយវប្បធម៌និងសង្គមទោះបីជាក្នុងតុលាការក៏ដោយឪពុកទាំងឡាយត្រូវបង្រៀនកូនថាបុរសពិតមិនរំលោភបំពានលើស្ត្រីគ្មានប្រទេសណាអាចសម្រេចបាននៅសក្តានុពលសង្គមនិងសេដ្ឋកិច្ចបានពេញលេញទេប្រសិនបើស្ត្រីមានហានិភ័យអំពើហិង្សាតាក់ទងនឹង Gender ហើយជនល្មើសជាបុរសតិចតួចត្រូវបានចាប់ឲ្យទទួលខុសត្រូវបទដ្ឋានអវិជ្ជមានបែបនេះយើងត្រូវតែផ្លាស់ប្ដូរយើងទាំងអស់គ្នាត្រូវរួមគ្នាទទួលខុសត្រូវក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រីសូមកុំនៅស្ងៀមចូលប្រឆាំងអំពើហិង្សាតាក់ទងនឹង Gender សូមផ្ដល់ជំនួយដល់ពួកគាត់អ្នករស់ជីវិតពីអំពើហិង្សាឬជនរងគ្រោះចូលការពារគ្រួសាររបស់អ្នកចូលការពារអ្នកជិតខាងរបស់អ្នកមានអង្គការជាច្រើនផ្ដល់ជំនួយសម្រាប់អ្នកដែលបានជួបនឹងអំពើហិង្សានិងការរំលោភបំពានក្នុងគ្រួសារជាចុងបញ្ចប់សូមទស្សនាបទចម្រៀង Goodbye My Love